อดเมียนบาไอมันเต็ในโครงการรกระดกกระดกรกโกนกรามรกกระรกโกนกรามจุ่มยุ่มรกกระดามว่าวันนี้โกนกระดามว่าจะเจอเยอะดาวตามมอดสมอดเจให้กระดามแกนั่งกูสูโหคลำเลยนะโกนกระดามตัวให้กระดามแกนั่งเล่งสโนว์วิ่งเล่งปล่อยคิวโมเดลตักสมอดคิวไปจะไหลเอาวันนี้กอดประโมจะมาบริกอดคว้ากอดชอนมันกาได้นะวันนี้อดเมียนเฮ้ยที่พิมพ์กาวได้เชิญไปยังวันนี้กาวโยหมองนะกระดามสกเกลไปสกกาวโยนะโมดักดิอัดประบะจอกคลุงตักไอ้เลยชมยายสบายชมยายหมดเลยเหมือนจังไอ้เนี่ยร้อมอย่างนั้นแต่ก่อนถ้าโกนกระดามตุ่ๆแยบยังก็เยอะเธอไอ้หมดเลยกระดามสะอาดมากนะสโนว์วิ่งลิงคิวจังอ่ะแต่ถ้าเชิญไปจังอะดังท่ากูแต่โยตัวไอ้เดี๋ยวมาโมเด้อจะมือมาต่อติดมือแต่ก่อนประโมกระดามนั่งโยตัวไอ้กาวด้วยนะแต่สำคัญเอาไปชราอยู่ตรงนั้นต้องล้างหม้อเลยนี่ยังไม่ชอบเราไปปลอกคิวยังมาได้เคยเนี่ยให้โกนกระดามนั่งไปปลอกคิวจังให้แต่ไปเชิญยังโยตัวไอ้เด้อโอ้ยมาโอ้ยปิงเลิกสั่นหมอนะปิงเชยหมอนะชมเย่cái vô về cô ai xin lạnh nha cái càiចូលក្នុងគេលាក់ខ្លួនគេថាគេហ្នឹងអូមកប្រចាំង7ប្រចាំងគុំទៅមុនម៉ែអូយកមិនអស់ទេគាត់ថាយកខ្លះទៅចាអើយធ្វើម៉េចទេជុំអ្នកនៅខាងក្នុងគេប្រមូលអានេះបើសិនជាយើងយកទៅធ្វើអីផ្សេងយូថាបុកវីយូទៅធ្វើទឹកត្រីឬក៏អីកើតអត់យកអត់ដឹងទេណាឃើញច្រើនពេកអញ្ចឹងដូចមានអារម្មណ៍ថានឹងយកធ្វើអីតែបើមិនដឹងថាយកធ្វើអីមិនចេះនឹងគាត់សบายអូននឹងប្រមូលផលអញ្ចឹងណាបងណាអូយមើលចុចមកសំខាន់វាខ្ជូតចាំមកខ្នងវាមកដល់គ្នាអូយកប់សេរីហ្មងណាចង់នេះហ៎ណោះប្លែកមែនស្នូវាប្លែកមែនបងប្អូនធ្លាប់ឃើញអ្នកនៅខាងសមុទ្រណាចំណែកខ្ញុំអ្នកនៅខាងព្រៃភ្នំនេះមណ្ឌលគិរីរតនគិរីនេះអត់ដឹងទេអត់ដែរឃើញទេអូយចាថាអស់សមត្ថភាពហើយនឹងយកយ៉ាងណាអស់ទេយកតែប៉ុណ្្នឹងទៅបានណាចាអីខ្ញុំគិតថាចាអីយកតែប៉ុណ្្នឹងមែនណាចាអូយយកច្រើនពេកនឹងញ៉ៃធ្វើអីនោះលក់មែនអូអត់ទេមកយកទៀតហើយប៉ុន្តែវីដេអូមួយនេះគឺគាត់ប្រមូលក្តាមនឹងបានគាត់យកទៅធ្វើអីទៀតណាបងប្អូនគ្នាបងចាំមើលតទៅមុខបន្តិចទៀតទៅតែគាត់យកទៅធ្វើអីចឹងហ្នឹងណាឥឡូវនេះគាត់មកដល់ផ្ទះហើយចាប់ដើមចាក់ចូលក្នុងកធុនដើម្បីខ្ញុំស្រឡាញ់ពណ៌វាមិនមកចាក់មកគាត់ប្រាប់ថាពេលចុះទៅសមុទ្រចឹងទឹកនឹងវាប្រៃយូរគេបកប្រែទឹកនឹងវាប្រៃខ្លាំងហើយក្តាមនឹងវាចេះវាចោះចឹងដើម្បីការពារស្បែករបស់យើងកុំឲ្យបាត់រីដើម្បីអញ្ចឹងបងប្អូនត្រូវលាងដៃជាមួយសាប៊ូនោះលាងដៃរួចយើងត្រូវពាក់ស្រោមដៃរួចយើងត្រូវមកលាងក្តាមហើយយើងពាក់ស្រោមដៃបែបនេះគឺដើម្បីឲ្យក្តាមគៀបយើងកុំឲ្យដើម្បីកុំឲ្យក្តាមនឹងវាគៀបយើងបានហើយបន្ទាប់មកក្តាមហ្នឹងគេបេះអាខាងគូតខាងក្រោមវាឲ្យទាញមកឃើញឃើញអីវ៉ាឃើញអាចក្តាមទាញមកវែងដូចដេកូលហ្នឹងណាបន្ទាប់ពីលាងស្អាតហើយណាដាក់ចូលក្នុងត្បាល់បុកទៀតបុកវាទៀតគេយកមកបុកចឹងចាំមើលតទៀតបុកខាងមើលមកមួមអីអំបលមកវែកក្តាមចាប់មកក្តាប់ឬក៏ពីរក្តាប់មកដាក់អំបិលគ្រួសមកវែកអញ្ចឹងបុកបញ្ចូលមកបុកឲ្យម៉ត់ចឹងមកនេះទីគេធ្វើផ្អកអីដឹងអាផ្អកអីគេនោះមិនដឹងហើយបន្ទាប់មកដាក់ចូលក្នុងកធុនយើងមកហើយបន្ទាប់មកយើងបុកទៀតបុកវាអញ្ចឹងបុករហូតដល់អស់មកហើយយើងគ្រាន់តែជាមើលបន្ទាប់ពីបុកអស់ទៅគាត់យកទៅធ្វើមិនទៀតអញ្ចឹងណាដាក់ភ្លឹបមកជុំខ្មៅងឹតមកនេះពណ៌ឡើងស្អាតគ្នាឡើងខ្ជូតឲ្យយកមកគ្នាមកបុកឡើងខ្មៅក្លិចអញ្ចឹងណាបន្ទាប់មកគាត់ជ្រោយទាំងទឹកស្អីគេទេហើយបន្ទាប់មកគាត់ដាក់ទឹកស្អាតចូលណាងាប់មកឈឹងហើយបន្ទាប់មកដាក់វាផ្អាប់នៅក្នុងកឡមួយទុកចោលរយៈពេល1សប្តាហ៍ហើយមួយថ្ងៃមួយសប្តាហ៍ទេចេះចាំបងឥឡូវគាត់ចាប់បានស្ងោមាន់តាំងពីផ្កាមិនតរីករហូតដល់ផ្ការីកមិនស្ងោររយៈពេលមួយថ្ងៃបងគិតមើលផ្កាសកានេះបើខ្ញុំ
តាំងពីផ្កានៅកំពង់រហូតដល់ផ្ការីកនេះអូគេយកមកបងប្អូនគ្នាបន្ទាប់ពីគេបុកហើយអីហើយអញ្ចឹងទៅ គេចាក់វាយកមកហើយគេថែមប្រេងបន្តិចឬក៏អីបន្តិចមករសជាតិដែលបងប្អូនចូលចិត្តអីចឹងទៅហើយយកមកចុចផ្ទាប់ជាមួយនឹងសាច់មាន់សាច់អីអាចធ្វើយកវាមកធ្វើជាទឹកជ្រលក់មកនឹងនេះគេថាតំណងឆ្ងាញ់ណាតំណងឆ្ងាញ់ខ្លាំងតែគាត់ថាចុចទៅមានជាតិឈ្ងុយឆ្ងាញ់អូគាត់ថាបើមិនជឿបងប្អូនអាចសាកបាន4ស្លាកអ្មិនបើក្តាមវានឹងពណ៌ខៀវខៀវយកក្តាមស្រែទៅបុកមែនអូនេះអើយនិយាយទៅមកដែរបន្លែក៏ចុចទៅត្រូវសាច់មាន់ក៏ចុចទៅត្រូវរសជាតិស្អុយ